បាទជំរាបសួរនិងសួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំមាន project មួយដែលខ្ញុំបានធ្វើនៅក្នុង Python នៅក្នុង project នេះដែរគឺខ្ញុំនឹងបង្ហាញតាក់ទងជាមួយនឹង code ដែលខ្ញុំសរសេរដើម្បី build ទៅលើ system ដែលខ្ញុំដាក់ topic មួយហ្នឹងដែលមាន drink order system អញ្ចឹងនៅក្នុង drink order system ហ្នឹងខ្ញុំមាន concept នៃការធ្វើរបស់អញ្ចឹងណាហ្នឹងហើយដែលខ្ញុំប្រើទៅលើ Python application for taking management and checking out coffee and tea order អញ្ចឹងទៅដែលយើង build Python ដែលយើងមានទៅលើការប្រើទៅលើ dictionary tuple និង function ដែរតែឥឡូវយើងចូលទៅលើ project overview របស់យើងណាអញ្ចឹង project overview របស់យើងខ្ញុំបញ្យល់តាក់ទងជាមួយនឹង program ដែលមានទីមួយគឺ menu driving order អញ្ចឹង customer pick drink size and topping from a list text menu អញ្ចឹងនៅក្នុង drink ហ្នឹងគឺមានច្រើនទៀតខ្ញុំនឹង show drink ហើយមាន size ដូចគ្នាមាន size S size M size L អញ្ចឹងទៅហើយអាចដាក់ topping បានក្នុង topping ហ្នឹងវាមាន drink មួយដែលខ្ញុំអាចឲ្យ add topping បានមើល dynamic pricing អញ្ចឹងយើងមានតម្លៃដូចគ្នា pricing calculate from a dictionary of drink size and topping errors អញ្ចឹងមានន័យថាយើងអាចដាក់តម្លៃឲ្យ customer គាត់មើលបានហើយនឹង calculate price នៃ drink ហ្នឹងក៏ទិញ1ក៏ទិញ2ទិញ3អញ្ចឹងទៅហើយឬក៏ទិញ drink ផ្សេងៗទៅយើងអាច calculate បានទៀតមួយទៀតតកតងជាមួយនឹង editable order អញ្ចឹង quantity can be changed or item removed before check out អញ្ចឹងហ្នឹងយើងតកតងជាមួយនឹងការ edit order customer គាត់អាចគាត់សុំ change បានមុនគាត់ check out អញ្ចឹងគាត់អាចសុំ change order បានអានេះ order history អញ្ចឹង every confirm order is sell and can be reviewed later អញ្ចឹងអាចចូលមើល history បានចំពោះធម្មតាខ្ញុំខ្ញុំជាម្ចាស់ហាងនៅពេលដែល customer គាត់ check out ហើយខ្ញុំអាចចូលមើល history នៃហាងថាទិញបានប៉ុន្មានអីចឹងទៅនេះគឺជា drink menu topping for milk tea yes មាន milk tea ដែរព្រោះ milk tea នេះខ្ញុំដាក់ topping មានប្រភេទគុជអីចឹងទៅអូខេតែខ្ញុំមិនដឹងថាប្រភេទគុជហ្នឹងវាត្រូវអត់ទេតែខ្ញុំសួរទៅលើ AI ចាំវាតម្លាក់ topping តាក់ទងជាមួយនឹងក្របគុជហ្នឹងមកហ្នឹងហើយ size ខ្ញុំរើសមាន small medium large ចឹងទៅនេះជា menu របស់ខ្ញុំនៅក្នុង menu structure របស់ខ្ញុំគឺមាន ice latte hot latte cappuccino americano matcha passion soda milk tea ទៅហើយ milk tea នេះវាមាន topping add ណា topping add បបាតម្លៃថែម add ទៅតា 0.50 ពេបាទ gas jelly pudding topping បបាទៅខ្ញុំមិនសូវដឹងប្រភេទហ្នឹងជាភេទគុជអីដែរតែខ្ញុំឲ្យ AI វាដាក់ឲ្យថា milk tea វាមានភេទគុជគេ add topping ថែមអញ្ចឹងណាហ្នឹងហើយអូខេអានេះ valid size ខ្ញុំប្រាប់ឲ្យមិញហើយ every size input it check against this topic before it accept anything else is reject and re-ask it អញ្ចឹងបើសិនជា user គាត់ដាក់ខុស size ហ្នឹងក៏អត់បានដែរវាឲ្យយើងដាក់ម្ដងទៀតទៅអញ្ចឹងយើងមាន code យើងមាន loop យើងការប្រើប្រាស់អញ្ចឹងទៅនេះជា program flow របស់យើង main loop on simple number menu until the user is in អញ្ចឹងទីមួយគឺ view menu អាចឲ្យ user គាត់ view menu បាន add item អញ្ចឹងគាត់អាចកំងបាន change orders អញ្ចឹងគាត់អាចផ្លាស់ប្ដូរអីដែលគាត់ order បាន view order បន្ទាប់ពីគាត់order ហើយគឺគាត់អាចមើលបានហើយយើង view history យើងអាចចូលមើល history របស់យើងបាននៅពេលដែល customer គាត់ check out មាន finish order is it may break invalid choice print error and loop again តែបើសិនជាមានបញ្ហាដែលខុសពីការសួរនៅសំណួរនៅក្នុងហ្នឹងគឺវាអាចនឹងមាន loop ឲ្យកើតឡើងដែលតាក់ទងជាមួយនឹងឲ្យយើងធ្វើម្ដងទៀតដែលយើងទៅតាមដែលខ្ញុំបានកំណត់នៅក្នុង code របស់ខ្ញុំណាអូខេបាទអញ្ចឹងយើងទៅចំណុចបន្តទៀតដែលយើងនិយាយតាក់ទងនឹង taking in order អញ្ចឹង taking in order ទីមួយ show string type name is match against the menu dictionary case insensitive title តែខ្ញុំដាក់ pick a size យើងអាចរើសទំហំបានពេលដែល order ណា add topping អញ្ចឹង add topping ហ្នឹងយើង only offer for milk tea ទេតែយើងប្រើ get topping ហ្នឹងចូលទៅហ្នឹងហើយ enter quantity អញ្ចឹង get positive integer reject anything that is in whole number 0 skip the item អញ្ចឹងទៅបើអត់យក topping ទេយើងអាច store ទៅវា skip បានហ្មងហើយ save to order អញ្ចឹង item is store as item size topping keys in current order quantity ថៅទៅអូខេអញ្ចឹងតើតើនឹង taking order ឥឡូវចូលដល់មួយទៀត keeping input clean អញ្ចឹងនេះគឺខ្ញុំប្រើទៅលើ get positive integer មាន prompt របស់ខ្ញុំដូចគ្នាអូខេខ្ញុំប្រើ val true ខ្ញុំប្រើ val បាទហើយ size នេះខ្ញុំប្រើ strip បាទនេះគឺយើងដាក់ដូចគ្នា normalize casing and by space then check against the valid size អញ្ចឹងបើសិនជា copy size ដែលយើងដាក់នៅក្នុង tuple មាន s ឬក៏អីហ្នឹងគឺវាអាចនឹងឲ្យគាត់ enter ម្ដងទៀតទៅជាពិសេសដូចជាការកំងវាថាបើគាត់យកមកកែបើតែចៃដន្យគាត់ដាក់មួយទៅដាក់ដកមួយអញ្ចឹងវាអាចនឹង load ឲ្យថា valid number អីហ្នឹងទៅដែលខ្ញុំបាន set នៅក្នុង prompt ខ្ញុំបានដាក់អញ្ចឹងណាkeep until I think take in all digits អញ្ចឹងយើងមាននេះ digits នេះយើងអាចកំណត់ថាវាជាចំនួនវិជ្ជមានណា digit non negative number អញ្ចឹងទៅហ្នឹងវាអត់យកវិជ្ជមានទេអញ្ចឹងយើងកំណត់បានស្រាប់ហ្មង use the quantity so order can never store something like 3 or -2 អញ្ចឹងទៅបាទអូខេអញ្ចឹង management the order current order key មាន item size tuple topping ដែលខ្ញុំបាន add នេះ change order show orderចំពោះ change order look up the same item size topping key and set a new quantity entering 0 move to the line entry with the down delete ណាអូខេ recalculate each line price with price for print receipt style list and sum everything into a running total អញ្ចឹងពេលដែលគាត់ order ហើយយើងអាច show order បានដែលយើងអាចកណនីរបស់យើងដូចគ្នាហ្នឹងហើយអូខេអញ្ចឹង check out in history គឺដូចតាក់ទងនឹង current order confirm yes ឬក៏ no បើសិនជា yes and then យើង sell បានមានតែគាត់នឹង check out គាត់នឹងគិតលុយហើយអញ្ចឹង if the user answer anything other than why the order is cancelled បាទអញ្ចឹងបើសិនជាគាត់អត់ដាក់អីក្រៅពីអក្សរ y ហើយ yes ទេគឺ the cancel current order is less untouched so nothing is lost អត់មានទេអូខេអញ្ចឹងខ្ញុំនឹងព្យាយាមតេស្តឲ្យមើលនៅក្នុងពេលដែលខ្ញុំធ្វើអញ្ចឹងអស់ហើយនេះគឺជា data drinks order system built in Python អូខេតោះឥឡូវបន្ទាប់ពីមើលនៅក្នុង slide របស់ខ្ញុំហើយខ្ញុំចូលទៅកាន់ទៅលើ code របស់ខ្ញុំតែម្ដងទៅខ្ញុំបានព័ត៌មាននៅក្នុង slide មុននឹងហើយតាក់ទងជាមួយនឹង concept
នឹងការចង់បានរបស់ខ្ញុំនៅក្នុង project មួយហ្នឹងចឹងឥឡូវយើងចូលដល់ VS Code នៅក្នុងវីដេអូនេះខ្ញុំអត់បានទៅសេមួយដូចវីដេអូដែលខ្ញុំធ្វើរាល់ដងទេតែខ្ញុំនឹង show ថាតើ project ដែលខ្ញុំបានធ្វើហ្នឹងនៅក្នុងការ output នៅក្នុង terminal របស់ខ្ញុំហ្នឹងតើវានឹងចេញគេខ្លះដែលខ្ញុំបានទៅសេចូលចឹងណាបងប្អូនអញ្ចឹងកុំឲ្យខាត់ពេលច្រើនយើងចូលទៅមើលតែម្ដងហើយខ្ញុំនឹងធ្វើវីដេអូមួយទៀតដែលតាក់ទងជាមួយនឹងការធ្វើវាមួយដោយជាការ typing ម្ដងអញ្ចឹងហើយនឹងបង្ហាញថានៅក្នុងមក line ដែលខ្ញុំទៅសេហ្នឹងគឺមានវត្ថុបំណងខ្ញុំចង់បានអីយ៉ាងទៅអញ្ចឹងឥឡូវនៅក្នុងវីដេអូនេះគឺខ្ញុំគ្រាន់តែបញ្យល់ទៅលើការប្រើប្រាស់នៅក្នុង system ដែលខ្ញុំបាន build ហ្នឹងទេអញ្ចឹងឥឡូវខ្ញុំសូមចូលទៅ run អូខេអញ្ចឹងខ្ញុំសូម zoom នេះរៀងធំជាងនឹងតិចមកបាទតោះឥឡូវយើងចាញ់ហើយតាក់ទងជាមួយនៅក្នុងsystem របស់យើងអញ្ចឹង welcome to Lida String and String Order System អញ្ចឹងយើងមានទៅលើប្រាប់2ដែលអាចឲ្យ user គាត់ choose បានទី1គឺមានដូចជា view menu add item change order view history check out ហើយនឹង exit អញ្ចឹងឧទាហរណ៍បើសិនជាដំបូងឡើយធម្មតាទេអ្នកចូលមកទិញ customer របស់យើងគាត់នឹងចង់ view menu របស់យើងអញ្ចឹងឧទាហរណ៍ខ្ញុំចុចលេខ1មក view menu អញ្ចឹងក្នុង menu របស់ខ្ញុំមានអីគេខ្លះមានដូចជា ice latte hot latte cappuccino americano matcha passion soda milk tea អញ្ចឹងទៅហើយនៅក្នុង drink របស់ខ្ញុំនេះមាន topping មួយសម្រាប់តែចំពោះ milk tea ទេដោយសារនៅក្នុង milk tea ហ្នឹងអាចមានគុជអាចឲ្យ user អ្នក customer យើងគាត់ថែមគុជអញ្ចឹងណាចង់ថែមគុជ boba grass jelly ឬក៏ pudding ឬក៏ popping boba អញ្ចឹងទៅអញ្ចឹងស្រេចលើតាក់ទងជាមួយនឹង customer យើងគាត់ចង់បានថែមណាហ្នឹងសម្រាប់ add topping ក្រៅពីហ្នឹងគឺអត់មានទេតែចំពោះ size របស់យើងដូចគ្នាគឺយើងមាន small medium large យើងមាន3 size SML អញ្ចឹងណានេះតម្លៃរបស់យើងអូខេអញ្ចឹងបន្ទាប់ពីបាន review ទៅលើ menu ហើយខ្ញុំចូលដល់ទី2គឺខ្ញុំចង់ទិញអញ្ចឹងមានន័យថា add item អញ្ចឹងយើងចុចលេខ2នេះមកយើង enter yes អញ្ចឹងវានឹងសួរសំណួរមកកាន់យើងឯង what would you like អូខេអញ្ចឹងយើងចង់ទិញអីអញ្ចឹងការសរសេរហ្នឹងយើងចង់សរសេរអក្សរធំក៏បានទូចក៏បានតែឲ្យតែមានឈ្មោះត្រូវពាក្យនៅក្នុង menu ហ្នឹងដោយសារអីខ្ញុំបានកំណត់ lower ឲ្យវាហើយអញ្ចឹងខ្ញុំសរសេរមិនក៏បានតែសំខាន់ឲ្យតែមានគ្រប់ពាក្យនៅក្នុង menu ហ្នឹងតែថាទៅ i latte តែមិនមានគ្រប់អក្សរណាហើយ space ដល់គ្នាតែទោះសរសេរ i ទូចមុនក៏បានដែរឥឡូវឧទាហរណ៍ខ្ញុំចង់កំង i បាទ latte អូខេ i latte អញ្ចឹងខ្ញុំចង់កំង i latte អញ្ចឹង what would you like អូខេខ្ញុំចង់បាន i latte មួយអូខេអញ្ចឹងខ្ញុំ enter ហើយវានឹងសួរថា size for i latte អញ្ចឹងធម្មតាទេក្នុងហាងយើងមាន3 size មាន small medium large អញ្ចឹងគឺចង់បាន3 size អញ្ចឹងឧទាហរណ៍ខ្ញុំរើសយក size M អូខេរើសយក size M អូខេដាក់ M គឺចេញបានដែរនេះអូខេហើយ mini ice latte ចំពោះ size M ហ្នឹងអញ្ចឹងយើងចង់បានម៉ាកែវអញ្ចឹងឧទាហរណ៍បើសិនខ្ញុំចង់បាន2កែវខ្ញុំមាន term អូខេដល់អញ្ចឹងអត់តន់ចាំយើងនៅ check out ទៀតអូខេឥឡូវខ្ញុំអត់ចង់តែបាន ice latte ខ្ញុំចង់បានដល់ hot latte អូខេ so ខ្ញុំវាយ hot latte បន្ទាប់ពីខ្ញុំដាក់ hot latte ហើយ and then hot latte ខ្ញុំចង់បាន size S បាទចង់បាន size S and then how many hot latte លើកនេះខ្ញុំចង់បាន hot latte ដល់ទៅ3កែវអូខេអញ្ចឹងបានដាក់ចូលហើយអូខេឥឡូវវាសួរទៀតចង់បានអីទៀតអត់ខ្ញុំដូចជាចង់បានតាក់ទងជាមួយនឹង milk tea អូខេតាក់ទងជាមួយនឹង milk tea អូខេ milk tea ខ្ញុំចង់បានតាក់ទងជាមួយនឹង milk tea ហើយ milk tea នេះខ្ញុំចង់បាន size L អូខេហើយខ្ញុំដឹងថា milk tea របស់យើងមានអីគេមាន topping អញ្ចឹងវានឹងសួរយើងថា would you like to add topping អញ្ចឹងបើខ្ញុំដាក់ no វាអត់មានទៅទៀតទេវាចប់ត្រឹមហ្នឹងហើយតែបើខ្ញុំដាក់ y មានន័យថាខ្ញុំ yes អូខេអញ្ចឹងមានន័យថាខ្ញុំចង់ដាក់ topping ចឹង topping វាឲ្យមកយើងហើយមានដូចជាគេ topping available ដែលមាននៅក្នុងហាងយើងមានដូចជា boba grass jelly pudding ឬក៏ popping boba អញ្ចឹងឧទាហរណ៍បើខ្ញុំរើសយក boba អូខេ boba អូខេហើយវាសួរទៀតថាយកអីថែមទៀតអត់ចង់បាន grass jelly អីអត់អញ្ចឹងណាខ្ញុំថាដូចជាអត់ទេខ្ញុំដាក់ done ទៅចង់បានតែគិតនឹងតែមួយទេអូខេអញ្ចឹងវាថា how many milk tea ដែលយើងយក size L ហ្នឹងហើយយើងយកគុជថែម boba ហ្នឹងយកមួយកែវអញ្ចឹងឧទាហរណ៍បើខ្ញុំជ្រើសរើសយក2កែវទេអញ្ចឹងបើ2កែវអស់ហើយវាចូលក្នុង system ខ្ញុំហើយឥឡូវវាសួរថា what would you like អញ្ចឹងចង់បានអីថែមទៀតអត់ខ្ញុំថា done អត់ចង់បានអីទៀតទេហើយខ្ញុំចូលទៅកាន់ជាមួយនឹងchange order មានន័យថាខ្ញុំអាចផ្លាស់ប្ដូរ menu ខ្ញុំបានខ្ញុំចង់បដូរអីសាច់ខ្ញុំទៅឥឡូវខ្ញុំចង់ change ឥឡូវខ្ញុំ view ចឹងខ្ញុំ view order អញ្ចឹង view order លេខ4 view order លេខ4ណាអញ្ចឹង view order ឃើញតែចែកក្នុង order ខ្ញុំមាន ice latte hot latte ហើយ milk tea size L បូកជាមួយនឹងគុជ boba ទៅហើយបើលុយសរុបគឺអស់ $29.43 បាទអញ្ចឹងតែខ្ញុំអត់តន់ check out តែអត់តន់គិតលុយទេអញ្ចឹងខ្ញុំអាចទៅ check order បានអញ្ចឹងខ្ញុំ check order គឺមានថាខ្ញុំ change ការទិញខ្ញុំចង់ដូរអីគេវិញអញ្ចឹងណាអញ្ចឹងលេខ3មក enter អូខេអញ្ចឹងវានឹងសួរអញ្ចឹងយក order មានដូចជា ice latte hot latte milk tea boba ទៅចង់បានមួយណាចង់ដូរមួយណាអញ្ចឹងឧទាហរណ៍បើខ្ញុំចង់ដូរតាក់ទងជាមួយនឹង milk tea ចុះព្រោះ milk tea យើងមាន topping អញ្ចឹងហើយបាក់តិចចុះអូខេចង់ដូរ milk tea អញ្ចឹងចង់ដូរ milk tea វាសួរថា which size of milk tea អញ្ចឹងមានន័យថាវាសួរថាអ្នកឯងកំង milk tea នឹងមុនហ្នឹងកំង size អីគេអូខេអញ្ចឹងខ្ញុំកំង size L មុនហ្នឹងហើយបន្តមកទៀតដាក់ seed head topping អញ្ចឹងពេលកំង milk tea មុនហ្នឹងមានដាក់ topping ថែមអត់ជាងថាមានព្រោះខ្ញុំថែម topping boba អូខេអញ្ចឹងtopping មានចឹងមាន topping គេដែលកំងមុនណាចឹងខ្ញុំថាមុនហ្នឹងខ្ញុំកំង boba អូខេចឹងវានឹងសួរថាtopping boba already add ចឹងខ្ញុំដាក់មក done អូខេចឹងវានឹងសួរថា current milk tea size L boba ដែលយក2កែវហ្នឹងឥឡូវអ្នកចង់ដូរអីគេឥឡូវខ្ញុំថាខ្ញុំចង់ដូរ size ចង់ដូរ size ក៏បានចង់ដូរ quantity ក៏បានខ្ញុំចង់ quantity ណាចំនួនដែលយកហ្នឹងឬក៏ចង់ដូរទាំងអស់ក៏បានដែរឥឡូវខ្ញុំចង់ដូរទាំងអស់ចឹងបើខ្ញុំចង់ចូលទាំងអស់ដាក់លេខម៉ានលេខ3ត្រូវលេខ3ដូរទាំងអស់អូខេអញ្ចឹងខ្ញុំចង់ដូរទាំងអស់អូខេអញ្ចឹងយើងចាប់ផ្ដើមមកវាសួរ new size for milk tea អញ្ចឹងឥឡូវ milk tea ថ្មីដែលចង់ដូរហ្នឹងយក size អីគេមិនដំបូងខ្ញុំយក size L ឥឡូវខ្ញុំដូរយក size គេបើយើងយក size S ចុះអូខេតែមកទៀត new quantity អញ្ចឹងបើយើងដាក់0វា
អស់ហើយតែបើយើង remove បើយើងដាក់sốមានថាយើង remove ចោលអញ្ចឹងយើងយក copy 0មកខ្ញុំយកឬមកខ្ញុំយក2កែវឥឡូវខ្ញុំយក3កែវអូខេអញ្ចឹងវាចូលក្នុង system ខ្ញុំឥឡូវឧទាហរណ៍បើខ្ញុំទៅ view order តើវានៅក្នុង order ចាស់ទៀតអត់វាមានន័យថាវានៅក្នុង multi site file ទៀតអត់វាអត់បានដូរទៅ site ដែរទេអញ្ចឹងចង់ដឹងយើងចូលទៅតើវាបានដូរអញ្ចឹងលេខ4ខ្ញុំ view order អូខេអញ្ចឹងវាបានដូរខ្ញុំស្រាប់ហើយនេះគឺអានេះគឺខ្ញុំប្រមខ្ញុំបានដូរទេអីដែលខ្ញុំដូរគឺខ្ញុំដូរ multi នេះ multi ខ្ញុំឥឡូវ site S បុកម៉ាហើយចំពោះអីគេចំពោះកែវខ្ញុំយក3កែវចឹងតម្លៃសរុបគឺអស់ 27.92 បាទពិភពចូលនេះទាំងអស់ចឹងណាអូខេចឹងបន្ទាប់ពីខ្ញុំបានហើយគឺខ្ញុំទៅ check history តែបើខ្ញុំ check history ក៏វាប្រាប់ថាខ្ញុំអត់ទាន់ order ដែរទៅខ្ញុំចុចលេខ5មក check history អូខេចឹងវាប្រាប់យើងថាចេះប្រាប់ថាម៉េចកន្លែងនេះno pass order មានថាយើងអត់ទាន់កំងគិតលុយគេទេអញ្ចឹងយើងទៅ check out សិនមកលេខ6អូខេអញ្ចឹង check out យើងសួរទៅចេះ confirm order ដល់អត់តម្លៃអត់ប៉ុណ្នេះអញ្ចឹងណាខ្ញុំចុចបងឯងមក yes អូខេចឹងមិនមែនខ្ញុំបានឲ្យលុយគេហើយចឹងបន្ទាប់ពីខ្ញុំបានឲ្យលុយគេហើយឧទាហរណ៍ខ្ញុំជាម្ចាស់ហាងខ្ញុំចង់ទៅ check history ហ្នឹងហាងហ្នឹងខ្ញុំលក់បានប៉ុន្មានអញ្ចឹងខ្ញុំចុចលេខ5មកអូខេចឹងខ្ញុំឃើញថានៅក្នុង order ខ្ញុំមានអ្នកទិញម្នាក់គឺគាត់ទិញ ai latte គាត់ latte ហើយ milk tea ទិញ boba ចឹងទៅអញ្ចឹងខ្ញុំអស់ហើយខ្ញុំចុចលេខ7 exit ដាក់ចេញទៅបាទ goodbye អញ្ចឹងចំពោះ project មួយនេះគឺវា small project ទេដែលខ្ញុំបានរៀននៅសាលាអញ្ចឹងខ្ញុំយកមកចែកចម្លែកទាំងអស់គ្នាទៅហើយចំពោះ code ខ្ញុំនឹងតម្លែងនៅក្នុង GitHub ដែលខ្ញុំបានប្រាប់ទាំងអស់គ្នានៅក្នុងវីដេអូហ្នឹងទៅដែលវាមានឈ្មោះថា code with me អាចចូលមើលបាននៅក្នុង GitHub អញ្ចឹងចំពោះវីដេអូរបស់ខ្ញុំគឺមានប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលា